ក្តីសុខរបស់ខ្ញុំក៏ដូចជាក្តីសុខរបស់អ៊ំពូមីងលោកតាលោកយាយផងដែរបងប្អូនដោយសកម្មភាពដែលបងប្អូនបានឃើញស្រាប់អញ្ចឹងបងប្អូនបាទអញ្ចឹងពួកខ្ញុំđãថតផ្សព្វផ្សាយបាទពាក់ព័ន្ធជាមួយនឹងសិប្បកម្មខ្មែរដែលធ្វើដោយដៃសឹងនឹង25ខេត្តក្រុងហើយបងប្អូនបាទគោលបំណងគឺចង់លើកស្ទួយនិងគាំទ្របាទដើម្បីឲ្យតាយាយដែលពួកគាត់បានធ្វើហើយគឺនឹងមានទុកទីផ្សារអញ្ចឹងណាបងប្អូនដោយសារតែពួកគាត់ទូទៅធ្វើគឺមិនសូវជាមានបងប្អូនខ្មែរយើងឲ្យតម្លៃដូចជាគាំទ្រអីប្រមាណទេអញ្ចឹងដូច្នេះហើយខ្ញុំសូមសំណូមពរបងប្អូនឲ្យជួយ share ចែករំលែកទាំងអស់គ្នាបងប្អូនណាដើម្បីឲ្យបានទៅដល់បាទបងប្អូនដែលមានតម្រូវការដែលចង់ជួយគាំទ្រសិប្បកម្មខ្មែរដែលធ្វើដោយដៃបងប្អូនបាទនិយាយចំទៅមានតែបងប្អូនខ្មែរទេដែលអាចជួយគាំទ្រសិប្បកម្មខ្មែរយើងនោះបាទយើងមិនចាំបាច់ទៅពឹងខាងក្រៅទេបងប្អូនបាទអញ្ចឹងជួយគាំទ្រក៏ដូចជាជួយ share ជួយ comment ទាំងអស់គ្នាបាទហើយចំពោះទីតាំងពួកខ្ញុំផ្ទាល់ដែលពួកខ្ញុំតែងតែដើរប្រម៉ូលពីស្រុកស្រែចម្ការតាមខេត្តផ្សេងមួយចំនួននោះគឺយកមកដាក់នៅភ្នំពេញបងប្អូនទីតាំងនៅចិត្តបុរីពិភពថ្មីឈូវ៉ាមួយនៅក្បែរវត្តជុំអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនជួយគាំទ្រផងបាទសិតតែខ្មែរដូចគ្នាទេហើយពួកខ្ញុំតែងតែចុះថតផ្សព្វផ្សាយបាទរហូតក៏ឡងមកហើយបងប្អូនប្រហែលឆ្នាំយូរឆ្នាំដែរហើយដែលពួកខ្ញុំតែងតែថតផ្សព្វផ្សាយអញ្ចឹងណាហើយសម្រាប់វីដេអូនេះបាទបងប្អូនបាទគឺមិនងាយនេះទេបងប្អូនចុះច្រើនខេត្តណាបាទចុះម្ដងមួយអាទិត្យពីរអាទិត្យនោះបាទមកដានមកពេញវិញអញ្ចឹងណាអញ្ចឹងច្រើនណាស់បងប្អូនហើយបាទជួយគាំទ្រសិប្បកម្មខ្មែរធ្វើដោយដៃគឺមានច្រើនមុខណាស់បាទចង់បានរបស់តាំងក៏មានតាំងហាងបងប្អូនមកចង់បានរបស់ប្រើប្រាស់ផ្ទះបាយក៏មានឬបងប្អូនចង់ជួយគាំទ្រយកទៅលក់បន្តក៏យើងមានដែរបាទអាចគ្រប់គ្រងទៅតាមតម្រូវការបងប្អូនអញ្ចឹងណាបាទអញ្ចឹងបងប្អូនជួយគាំទ្រផងបាទជួយ share ជួយចែករំលែកផងដើម្បីឲ្យទៅដល់ខាងក្រៅប្រទេសមើលឃើញអញ្ចឹងបងប្អូនជាពិសេសនៅខាងសហរដ្ឋអាមេរិកកាណាដាបាទឬក៏ប្រទេសស្វីសប្រទេសអីផ្សេងបាទសង្ហបុរីនឹងបងប្អូនជួយគាំទ្រផងបងប្អូនស្នាដៃខ្មែរយើងគឺស្អាតណាស់និយាយចំទៅខ្វះនឹងការគ្រប់គ្រងមែនបងប្អូនហើយបច្ចុប្បន្ននេះមិនសូវជាមានការគ្រប់គ្រងប្រមាណទេហើយតាយាយដែលពួកគាត់ខំធ្វើហើយពួកគាត់មិនសូវជារីករាយសប្បាយចិត្តទេបងប្អូនហើយព្រោះគាត់ធ្វើបានហើយគាត់មិនដឹងថាយកទៅលក់អីណាអញ្ចឹងណានេះគឺស្នាដៃខ្មែរយើងគឺល្អហើយអត់មានជាតិគីមីទេបងប្អូនណាអញ្ចឹងជួយគ្រប់គ្រងទាំងអស់គ្នាបាទដើម្បីភាពរីកចម្រើនបាទខ្មែរជួយខ្មែរស្រឡាញ់ខ្មែរជួយគ្រប់គ្រងសិប្បកម្មខ្មែរបាទមិនថាដំណាំស្រូវឬក៏បន្លែត្រីសាច់បាទជួយគាំទ្រទាំងអស់គ្នាបងប្អូនបាទដើម្បីអីបងប្អូនដើម្បីជាតិយើងតែមួយអញ្ចឹងយើងស្រឡាញ់គ្នាអញ្ចឹងសូមបងប្អូនជួយ share ចែករំលែកផងបងប្អូនបាទដើម្បីឲ្យវីដេអូនេះបាទមានការមើលឃើញឲ្យកាន់តែច្រើនបាទដើម្បីខ្ញុំក៏មានកម្លាំងចិត្តในការថតផ្សព្វផ្សាយបន្តទៀតអញ្ចឹងបងប្អូនបាទអញ្ចឹងសូមបងប្អូនបាទអរគុណ